សួស្តីអ្នកទាំងអស់គ្នាមកជាមួយខ្ញុំដេទៀតហើយអូខេឥឡូវយើងមកនិយាយរឿងហ្គេមថ្មីណា Sailor Peach មែនមុននឹងនិយាយក៏អ្នកទាំងអស់គ្នាជួយចុច Like Subscribe និងកด Share ឲ្យផងអរគុណអ្នកទាំងអស់គ្នាឥឡូវយើងមកនិយាយរឿងហ្គេមថ្មីSailor Peach មកគឺហ្គេមនេះត្រឹមចាញ់មកម៉ានខ្ញុំជា 5K ហ្នឹងឯងតែវានឹងអាចមានអ្នកលេងអនឡាញច្រើនជាង Block Foot ទៅបាត់ហើយខ្ញុំក៏ឆ្ងល់ដែរគឺថ្ងៃនេះខ្ញុំមកแนะនាំវិធីលេងហើយក៏ច្រើនយ៉ាងឲ្យអ្នកទាំងអស់គ្នាដែលត្រឹមមកលេងណាតើធ្វើម៉េចបណ្ដាមេច្រើនលេងម៉េចអីម៉េចខ្ញុំប្រាប់ឲ្យនៅវីដេអូនេះតោះឥឡូវខ្ញុំមកបរៀនធ្វើម៉េចឲ្យដាមេច្រើនបណ្ដោយគឺធ្វើម៉េចឲ្យដាមេច្រើនដាមេនៅតាណាកលែងរោខ្ញុំប្រាប់គ្រប់យ៉ាងដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានដាមេច្រើនបំផុតប្រាប់តើអើយកលែងតាណាធ្វើដាមេបានកលែងតាណាធ្វើឲ្យដាមេច្រើនបានកលែងតាណាត្រូវទៅធ្វើអីអញ្ចឹងណាហើយខ្ញុំដេញចាប់ពីកលែងដែលធ្វើស្រួលទៅដល់ធ្វើយ៉ាប់បំផុតព្រៃវាមានច្រើនយ៉ាងនេះដែលធ្វើឲ្យយើងដាមេច្រើនហើយខ្លះណាវាឃើញតែដួលបន្តិចតួចទេតែបើអានឹងឯងដែលធ្វើយើងដាមេច្រើនបំផុតអត់តោះឥឡូវទៅកលែងទី1កលែងអីកន្លែងនេះ teleport តាមខ្ញុំមកអ្នកទាំងអស់គ្នាអូខេនេះគឺកន្លែងទី1អ្នកទាំងអ្នកត្រូវមកឲ្យបាត់ឆ្វេងកន្លែងតាណាកន្លែងដាមេតទី1អ្នកមើលកន្លែងអ្នក reload stack អព reload stack នេះគឺសំខាន់មែនទែនយើងត្រូវ reload មុនដំបូងអ្នកទាំងអស់គ្នាមិនចូលtriple S ទេអ្នករត់តា S និង double S បានហើយមិនចូលអីណាច្រើនទេព្រៃវារយ៉ាប់រត់ triple S ម្ដងអស់ឡើង5សែនពេជ្រយ៉ាងទី2គឺឈ្មោះនេះសំខាន់ដែរព្រៃឈ្មោះយើងបួក damage ច្រើនបួកឡើង82%អញ្ចឹងយើងត្រូវរកឈ្មោះល្អដែរព្រៃឈ្មោះក៏សំខាន់ឈ្មោះយកមកពីណាឈ្មោះយកមកពីកលែង boss 80-90% វាយកមកពីការវាយ boss 100ដងអីអញ្ចឹងมันវា drop មកមិនអញ្ចឹងយើងត្រូវទៅវាយ boss យ៉ាងទី3គឺ tier គឺអានេះមករីឡូយកតាពើខ្មៅបានហើយពើខ្មៅពើក្រហមសំខាន់គឺពើខ្មៅល្អជាងហើយនេះគ្រាប់វាវាយមន់ធម្មតាក៏ drop ដែរហើយពេលអ្នកទាំងអស់គ្នាមកកក់នេះហើយកុំភ្លេចមកកន្លែងតនេះផងកន្លែងតនេះអត់សូវសំខាន់មកតែចុះក៏ល្អព្រៃបួក damage ច្រើនដែរអ្នកទាំងអស់គ្នាបើចង់មកក៏មកយកប្រដាប់ trade បានព្រៃបើយើងចុះទៅយើងអាចនឹងមកទិញពួក trade មកបានយើងធ្វើមិនធ្វើក៏បានខ្ញុំមកធ្វើផងឥឡូវយើងទៅមកកន្លែងទៀតគឺអីទៀតទេខ្ញុំភ្លេចមក Shibuya ទៅកន្លែង Shibuya អ្នកទាំងគ្នា Shibuya ក៏សំខាន់ដែរតែអត់សំខាន់មកទេព្រៃរបស់យកមកធ្វើវាបបាក់រោច្រើនគ្រាន់ណាគឺអត់សូវបានមកទេតែមកក៏មកធ្វើឲ្យគ្រប់ហើយអានេះគឺកន្លែងupgrade ក៏អោពេលយើងវាយ boss ឲ្យវាយមកបានយើងអាច upgrade បានអ្នកឃើញ upgrade អត់ឃើញ upgrade វាត្រូវប្រើរបស់ប្រើពលរបស់រੂអត់យ៉ាប់ទេយើងគ្រាន់តែ AFK ចូលមកយប់ពីយប់បាននេះខ្ញុំអាប់ដេតឲ្យមើលនេះចុចចេះមកនេះវាអាប់ដេតជា level ចាំមើល level វានៅវាបាន level ខ្ញុំនៅតែវានៅឲ្យលឿនអ្នកឃើញ level ណាបងប្អូនលេខ3លេខ4នេះគឺ level យ៉ាងទី4គឺតនេះឯង down កន្លែង down នេះអានេះបូក damage ច្រើនគ្រាន់ដែរណាដូចតែគ្នានេះតែកាន់តែរស់របស់ស្រួលជាងវាយកមកពីនេះអាក្របខៀវហើយក៏ពួករបស់ដែលវា drop រត់យ៉ាប់ទេយើងយកមក upgrade តិចតួចបានតែកាន់តែវាត្រូវរោឲ្យយូរបន្តិចក្រាំបានតែខ្ញុំស្រាប់ខ្ញុំគឺរត់យ៉ាប់ទេអូខេតមកកន្លែងទៀតកន្លែងនេះគឺកន្លែងដើមឈើកន្លែងតាណាទេខ្ញុំទៅកន្លែងសាឡាមទៅសាឡាមរួចមកត្រង់ទៅមុខឲ្យបត់ឆ្វេងនេះខុសអានេះយកស្គាល់ទេកន្លែងទី5អីក្រោយតាប៉ែដែលឈោនេះកន្លែងនេះអូខេវាស្រីតើនេះអាប់ដេតទៅនេះក៏បានច្រើនដែរហើយយើងត្រូវតែ up level យើងក៏បានដែរប៉ុញ្ចឹងអ្នក level max ហើយវាយបលបានយូរហើយក៏แนะนำឲ្យមក up វាផងវាបានច្រើនដែរតោះមកកន្លែងទៀតនេះមកកន្លែង Virgil boss Virgil មកដល់កន្លែង boss Virgil ហើយវាមាន Kokushibo Kokushibo នេះគឺសំខាន់ក្រៅនេះគឺកន្លែងទី6គឺ Kokushibo ហើយយើងត្រូវប្រើ reload 500នៃ reload បានពេលក្រហមមួយអានេះសំខាន់ណាស់អ្នកទាំងអស់គ្នាកុំភ្លេចមកផងតោះបដូរកន្លែងតែខ្ញុំប្រាប់សិនតែវាមុខមិនបាច់នេះឃើញអត់អ្នកទាំងអស់គ្នាពឿទឹកសមុទ្រនេះយកទៅធ្វើអូខេអ្នកទាំងអស់គ្នាតោះកន្លែងទៀតតោះឥឡូវយើងទៅកន្លែងទីតមុខទៀតកន្លែងទីតមុខទៀតកន្លែងនេះកន្លែងដែលខ្ញុំទៅកន្លែងនេះ
ដូចជាវាទៅចេញមកថ្មីអាប់ដេតនេះឯងអ្នកទាំងអស់គ្នាយើងមកឃើញកន្លែងពើលឿងៗនៅណាទេពើលឿងកន្លែងទី7អូខេឥឡូវតោះខ្ញុំរកឃើញអានេះគឺកន្លែងថ្មីអានេះគឺតែមិនចេញមកណាអញ្ចឹងខ្ញុំអត់ទាន់រីឡូទេហើយខ្ញុំប្រាប់ទៅវាមុខងឹតមិនអ្នកទាំងអស់គ្នាតរកអាពើលឿងអ្នកទាំងអស់គ្នាយកមករីឡូបានហើយខ្ញុំមករីឡូឲ្យមើលប្រហែលខ្ញុំក៏អត់ទាន់បានរីឡូដែរនេះរីឡូនេះដូចជាបូកដាមេឃើញដូចតិចណាស់អស់នេះតែពេលទាំង level ខ្ពស់ហើយបូកតែតិចតួចក៏ច្រើនដែរណាវាបូកគ្នាទៅអញ្ចឹងណាឥឡូវខ្ញុំនាំទៅកន្លែងចុងក្រោយបណ្ដោយកន្លែងចុងក្រោយគឺកន្លែងរូននៅមួយទៀតមុននឹងទៅកន្លែងរូនអ្នកទាំងអស់គ្នាទៅមកមើលម្យ៉ាងទៀតសិនគឺយ៉ាងនេះគឺយ៉ាងដែលសំខាន់ម្យ៉ាងទៀតណាហើយដើមមេច្រើនមានយ៉ាងទី8អ្នកទាំងអស់គ្នាត្រូវធ្វើហាគីនៅតែ level កាន់តែខ្ពស់កាន់តែដើមមេច្រើនហាគីគឺសំខាន់ណាស់អ្នកទាំងអស់គ្នាវាបូកដើមមេច្រើនមែនចាំអូបើមានហាគីនឹងអត់មានខុសគ្នាឡើងអូឆ្ងាយណាស់គឺវាខុសគ្នាច្រើនណាស់ហើយក៏ពួកម្យ៉ាងទៀតគឺពួកអ្នកពួកអីអាវតែវាមានអាវអញ្ចឹងណាអាវនេះពួកអរ៉ាក៏បូកច្រើនដែរឃើញស្លាប់ខ្ញុំអត់ហើយក៏ពួកមួកអញ្ចេះពួកហ្នឹងក៏បូកច្រើនអញ្ចឹងយើងត្រូវរោមកពីណារោមកពីកូដហើយនឹងអីណាទេព្រោះនឹងវាយមន់ធម្មតាវាក៏មានឱកាស drop ប្រអប់មកតោះមុននឹងទៅរួនយើងមកមើលយ៉ាងចុងក្រោយគឺម្យ៉ាងចុងក្រោយគឺ rare នេះសំខាន់មានអ្នកចូលឲ្យមើលគឺអានេះគឺយ៉ាងទី9ប្រយវាធ្វើឲ្យ damage យើងឡើងច្រើនខ្លាំងណាស់អញ្ចឹងយើងត្រូវរកឲ្យបានពេលក្រហមmystic មកប្រយហើយយើងអ្នកមកចុចកន្លែងនេះហើយយើងបើកវាអស់កុំឲ្យវាបានពួក legendary យើងយកតែ mystic ទេប្រយ mystic បានល្អនេះកន្លែង stack នៅតាណាទេអត់ចាំខ្ញុំវិញអូខេនេះក៏បានដែរកាន់តែមើលប៉ុណ្្នឹងបានដែរគឺដឹងថាវាអត់តែបានពេលក្រហមគឺល្អយ៉ាងទី10គឺ rune let's go ទៅដល់យ៉ាងចុងក្រោយយ៉ាងទី10តោះខ្ញុំនឹងទៅកន្លែង dungeon គឺ dungeon ឲ្យយើងបាន rune ណាគឺdungeon នេះក៏បូរ damage ច្រើនដែរអញ្ចឹងយើងតោះនាំទៅកន្លែង dungeon អ្នកទាំងអស់គ្នាទៅធ្វើ quest សិនណាបើចូល dungeon កាន់តែបើអ្នកទាំងអស់គ្នាអត់ចេះ comment មកខ្ញុំធ្វើឲ្យបើចេះហើយក៏ let's go នេះចុចកន្លែង rune dungeon បានអីគេ rune dungeon វាបានពួក rune មកនេះបើមើលrune នេះសំខាន់ខ្ញុំមាន rune ពើខ្មៅមួយទៀត secret rune នេះគឺ rune បូកដែរច្រើនមែនហើយគឺច្រើនខ្លាំងណាស់គឺសំខាន់បដ ឲ្យតែបាន rune ពើខ្មៅពើក្រហមឲ្យមកគឺល្អបដ អូខេឥឡូវគឺវីដេអូនេះក៏ដូចជាចប់ប៉ុណ្្នឹងសិនហើយមែនទេខ្ញុំមកបើក damage ខ្ញុំមកអ្នកទាំងអស់គ្នាមើលទៀតមកឥឡូវខ្ញុំមកបើក damage ឲ្យមើលតើ damage ខ្ញុំច្រើនប៉ុណ្ណាគឺធ្វើទាំងអស់នេះរួចតែ damage ខ្ញុំក៏មិនសូវច្រើនប៉ុន្មានទេនិយាយទៅដូចច្រើនតែវាអត់ច្រើនទេគឺ damage ខ្ញុំល្មមណែកដាព្រោះគេដែលលេងមុនគឺ damage គេឡើង50B ឯណោះតែខ្ញុំ 4B តែ 4B ក៏មិនតិចទៅណា 4B ក៏ច្រើនគ្រាន់ណាមើលទាំងអស់គ្នា 4B កន្លះអូខេឥឡូវគឺតែខ្ញុំ farm មកច្រើនថ្ងៃណាស់អ្នកទាំងអស់គ្នាគឺfarm ឡើងប៉ុន្មានថ្ងៃដល់ប៉ុន្មានអាទិត្យដល់ឡើងតែខ្ញុំបាន farm រាល់ថ្ងៃប្រហែលដូចជាអត់សូវមានអ្នកមើលវីដេអូនេះវីដេអូដែលធ្វើអញ្ចឹងចុះខ្ញុំអត់បានធ្វើតខ្ញុំបាន AFK តបើខ្ញុំ AFK តតែមានអាចតទៀតតែគឺអត់សូវមានអ្នកមើលក្នុងវីដេអូអញ្ចឹងខ្ញុំនឹងអត់បានធ្វើ let's go ឥឡូវយើងមកនិយាយគ្នារឿង Discord ខ្ញុំធ្វើរួចហើយតែក៏អត់ទាន់បើកទេព្រោះខ្ញុំដូចជាអត់ទាន់ចង់បើកគឺវាដូចជាភាសាមិនទាន់បដូរអស់ឥឡូវគឺខ្ញុំចាំតាមួយថ្ងៃទៀតទេមួយថ្ងៃទៀតស្អែកហ្នឹងហើយស្អែកខ្ញុំនឹងបញ្ចុះ Discord ឲ្យអ្នកទាំងអស់គ្នាមកចូលអ្នកទាំងអស់គ្នាទៅចូលមកក៏មកនិយាយគ្នាមករោអីបានណាគឺខ្ញុំនិយាយរឿង Discord ច្រើនដល់ព្រៃខ្ញុំក៏ចង់រោអ្នកលេងដែរក្នុង Discord អ្នកណាដែលចង់ចូលរួមលេង Discord ជាមួយខ្ញុំក៏អាចនឹងចូលបាននៅក្នុង link វីដេអូមុខគឺចាប់ពីថ្ងៃនេះតទៅគឺខ្ញុំផុសវីដេអូម្ដងគឺខ្ញុំនឹងដាក់ link Discord ទៅដែរព្រៃគឺវាឲ្យវាមានអ្នកលេងឲ្យ Discord យើងធំមកទៅឲ្យវាមានអ្នកលេងច្រើនណាខ្លាចជាណាគេមានគ្នាលេងមានពួកម៉ាក់លេងเกมអីអញ្ចឹងណាប្រៃខ្លះណាគឺខ្ញុំលេង Block Food เกมអីមិនទេលេងเกมខ្មោចលេងអីហើយអ្នកទាំងអស់គ្នាដែលចង់លេង Block Food ក៏មកលេងជាមួយគ្នាបានប្រៃ Block Food ក៏វាហៅថា
បើយើងធ្វើ Discord ទៅមានអ្នកជួយធ្វើ VC VA ឲ្យជួយហើយបើលេងហ្គេមខ្មោចក៏មករកគ្នាក្នុង Discord បានព្រៃថាលេងមិនឯងជាខ្មោចទៅវាអត់សូវសប្បាយណាស់តែមានគេអញ្ចឹងនឹងថាលេងហ្គេមអាននឹងចូល Discord មកនិយាយមកលេងអីជាមួយគ្នាបានតែខ្ញុំមកធ្វើរួចខ្ញុំដាក់ link ឲ្យបើណាចង់ចូលមកក៏អាចនឹងចូលមកនិយាយគ្នាបានអូខេវីដេអូនេះក៏ដូចជាចប់តែប៉ុណ្្នឹងហើយបាយបាយអ្នកទាំងអស់គ្នាណាគេចូលមកហើយក៏កុំភ្លេចចុច like subscribe និង comment ឲ្យផងហើយក៏ comment ផងថាចង់មើលវីដេអូមិនប្រហែលខ្ញុំធ្វើវីដេអូដូចគិតតែតែធ្វើវីដេអូឲ្យគេណាប្រហែលក៏អត់សូវមានអ្នកមើលដែរណាគឺធ្វើវីដេអូណាក៏មិនសូវមានអ្នកមើលដូចជាវីដេអូមកដំបូងដូច feed ទេតែឥឡូវគឺអត់ feed តែទាំងអស់គ្នាក៏ណាគេចូលមកហើយក៏ share ឲ្យចែកគ្នាមើលផងឲ្យវីដេអូខ្ញុំ feed តិចខ្ញុំចង់ល្បីលើគឺវីដេអូខ្ញុំធ្វើម្ដងមានអ្នកមើលសោះហត់ចិត្តឡើយខ្ញុំអង្គុយកាត់តែម៉ោងអូខេអញ្ចឹងវីដេអូនេះបាយបាយជួបគ្នាវីដេអូមុខដែរទាំងអស់គ្នា